con bọn bạn đó họ cả trường trường cái ná bạn màu sầm phiệt bọn lòng điện điện á họ lươn bò sắt chỉ ra tháp đôi chục như bọn tiền nâng bọn mi cùng nó ngày khác tầm bầy nâng pra còn là họ tiền xong chuẩn bị chụp đó dùng pro phóng hay cái đôi chìa nét đại bản đọcទាំងអស់មានមតិខ្លះគាត់បានឆ្ងល់ថាតើហេតុអីយើងកសាងច្រើនទេឬក៏ច្រើនយ៉ាងនេះតើមានមុខងារអីតើមានសារៈអីសេនាសនៈទាំងអស់នៅក្នុងវត្តសប្តាហ៍ថ្ងៃកើនឡើងដល់50មុខដែលជាសំណង់ផ្លូវការចុងឆ្នាំ2023ដល់ឆ្នាំ2024យើងប្រកាសធ្វើតែ18មុខទេដែលក្នុងនោះមានការទទួលឧបត្ថម្ភពីសំណាក់ម្ចាស់សទ្ធារៀងខ្លួនប៉ុន្តែក្រោយមកទៀតពេលដែលយើងចាប់ផ្ដើមកសាងពុទ្ធបរិស័ទដែលលោកមានសទ្ធាលោកមកថែមយើងក៏រើសមើលសំណង់ដែលចាំបាច់ដើម្បីបម្រើឲ្យផ្លូវការតម្រូវការក្នុងវត្តទាំងមូលក៏ដូចជាតម្រូវការរបស់មហាវិជាពុទ្ធបរិស័ទទាំងអស់យើងធ្វើបានដល់50មុខតែសំណង់ដែលចាប់ផ្ដើមធ្វើទាំង50មុខនោះសប្តាហ៍ថ្ងៃសំណង់ខ្លះបានរួចរាល់ជាស្ថាពរ 100% ហើយសំណង់ខ្លះបានរួចរាល់ 50% សំណង់ខ្លះបានរួចរាល់ 70% និងសំណង់ខ្លះកំពុងតែចាប់ផ្ដើមធ្វើជាបន្តប៉ុន្តែក្នុងនោះសំណង់ដែលធំចាំបាច់គឺទីមួយព្រះវិហារប៉ុន្តែសំណង់គោលនេះយើងមិនមែនបំរើឲ្យទៅវិស័យពុទ្ធចក្រមួយយ៉ាងទេយើងត្រូវធ្វើឲ្យវារស់ទាំងវប្បធម៌ទៀតក៏ដូចជាបំរើឲ្យទេសចរផ្នែកពុទ្ធសាសនាផងអញ្ចឹងយើងត្រូវពិនិត្យភាពពិនិត្យលើគុណភាពសកម្មភាពជាពិសេសគឺរចនាបថដែលយើងត្រូវលើកយកមកជាអំណះអំណាងក្នុងការកសាងសំណង់អ្វីមួយជាពិសេសផ្នែកសាសនាបើកាលណាយើងអត់មានអំណាងទេសប្តាហ៍ថ្ងៃប្រជាជនយើងកំពុងតែឆ្លោះគ្នាជាមួយនឹងប្រជាជនដទៃឬវប្បធម៌ស្រេចអញ្ចឹងវាបង្កើតតែជាចំនួនមួយដែលអត់អាចដោះស្រាយបានអញ្ចឹងសំណង់ក្នុងវត្តនេះគឺផ្ដោតទៅលើរចនាបថជាបឋមប្រធានហើយជួនកាលរចនាបថខ្លះគឺយើងកប់ចោលដូចជារបងដូចជាខ្លោងទ្វារអីជារចនាបថដែលកប់ចោលតាំងពីសតវត្សទី18 19អីមកម្ល៉េះហើយយើងទើបតែលើកកកាយយកមកធ្វើឡើងវិញដោយសារតែយើងមានលទ្ធភាពស្រេចអញ្ចឹងសំណង់ដែលយើងមានអត្ថភាពគឺព្រះវិហារសាលាឆាន់សាលាពិធីកត់សម្រាប់ប្រសង់ស្នាក់នៅនិងអគារពហុបំណងដែលក្រោមការឧបត្ថម្ភរបស់សម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចប្រធានាធិបតីបរនីហ៊ុនសែនដែលយើងបានឃើញស្ដេចនេះជាអគារពហុបំណងអគារនេះពហុបំណងបងអគារនេះមិនមែនបំរើតែវិស័យពុទ្ធសាសនាក្នុងវត្តទេតែវាបំរើការទាំងអស់ដោយសារក្នុងជាន់នីមួយៗបំរើឲ្យមុខងាររៀងខ្លួនជាន់ផ្ទាត់ដីជាសាលបណ្ណាល័យដែលផ្ទុករាល់ឯកសារទាំងអស់ដែលវត្តមានក៏ដូចជាឯកសារកម្រផ្សេងទៀតដែលយើងប្រមូលបានពីប្រភពផ្សេងយកមកកត់ទុកនៅក្នុងបណ្ណាល័យនេះជាបណ្ណាល័យសាធារណៈសិស្សនិស្សិតនៅក្នុងខេត្តកំពង់ឆ្នាំងអាចមកសិក្សាបានឬក៏ភ្ញៀវដែលគាត់បានអញ្ជើញមកកាន់វត្តចន្ទប្រយោជនារាមនេះពេលដែលគាត់អបសុខឬគាត់ចង់ដឹងពីឯកសារស្រាវជ្រាវណាមួយគាត់អាចចូលទៅមើលក្នុងបណ្ណាល័យនេះបានដែលយើងរៀបចំស្តង់ដារលំដាប់ខ្ពស់ដែរហ្នឹងហើយបណ្ណាល័យនេះយើងមិនឲ្យចាញ់ប្រទេសជិតខាងទេយើងមិនឲ្យចាញ់ប្រទេសជិតខាងទេដោយសារបណ្ណាល័យហ្នឹងហើយយើងមានទាំងតុកន្លែងឲ្យគាត់អានទូសិភៅគ្រប់បែបយ៉ាងទាំងអស់ណាទៀតអានេះជាជំនឿកម្មពុទ្ធសាសនាមួយដែរគឺទំនើបកម្មសំណង់ពុទ្ធសាសនាមិនចំផ្ទាត់ដីបំរើឲ្យមុខងារបណ្ណាល័យជនទី1បំរើឲ្យសារប្រជុំព្រោះដោយសារក្នុងខែកំពង់ឆ្នាំងនេះសប្តាហ៍ថ្ងៃវត្តមាន222វត្តបូកនឹងវត្តគណៈធម្មយុទ្ធទៀតមានលេខនឹងទៀតប៉ុន្តែពេលដែលត្រូវការប្រជុំមនុស្សសង្ឃវចរៈ
ឬក៏ត្រូវការប្រជុំកិច្ចការងារតាមប្រទេសសំទូទាំងខេត្តអីយើងខ្វះទីតាំងប្រជុំហើយត្រូវការទៅជួលសាលប្រជុំគេឬក៏ជួលរោងគេវាពិបាកហើយមិនសមរម្យទៀតអញ្ចឹងក៏ខ្ញុំគណៈអាត្មាសម្រាប់ចិត្តប្រជុំមុខងារសាលប្រជុំលំដាប់ថ្នាក់ខេត្តនេះដែលអាចផ្ទុកមនុស្សបានពី500ទៅ600នាក់ក្នុងសាលប្រជុំនេះដើម្បីបម្រើឲ្យកិច្ចការងាររដ្ឋបាលសង្ឃក្នុងខេត្តកំពង់ឆ្នាំងហើយមិនត្រឹមតែប៉ុណ្ណោះយើងមានសាលប្រជុំខ្នាតតូចព័ទ្ធជុំវិញសាលប្រជុំធំទៀតដែលអាចបម្រើការប្រជុំដែលលក្ខណៈស្ងាត់របស់ព្រះមន្ត្រីសង្ឃឬក៏ការងារប្រជុំរួមយើងមានហើយជាន់ទី2យើងធ្វើជាអន្តេវាសិកស្ថានសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រសង់ដែលលោកនិមន្តមកពីក្រៅប្រទេសឬក៏មន្ត្រីសង្ឃដែលលោកមានបណ្ដាសាលោកនិមន្តមកជាទស្សនកិច្ចឬក៏កម្មវិធីផ្លូវការយើងមានអន្តេវាសិកស្ថានសម្រាប់ទទួលបដិសណ្ឋារកិច្ចលោកហ្នឹងហើយនឹងជាន់ទី3គឺខាងលើបង្អស់គឺយើងទុកជាសារមន្ទីរព្រោះដោយសារតែវត្តតែសតនេះបច្ចុប្បន្នយើងទទួលបានវត្ថុបុរាណដែលជាមរតកដូនតារបស់គាត់បន្សល់ទុកឲ្យឬក៏បាត់ជីកបានកោះបានហើយប្រជាជនយើងពេលខ្លះក៏អត់មានការអប់រំបានជ្រៅជ្រះក៏អត់ដឹងថារបស់អស់ហ្នឹងវាមានតម្លៃសម្រាប់ជាតិទេគាត់យកមកប្រគេនវត្តដើម្បីឲ្យស្លចាក់ធ្វើជាព្រះអីចឹងទៅប៉ុន្តែខ្ញុំកណ្ដាលមិនទទួលរបស់នោះក្នុងនាមអញ្ចឹងទេគឺប្រមូលទុកមួយដុំហើយយើងធ្វើឃ្លាំងមួយដើម្បីទុកវត្ថុបុរាណទាំងអស់ហ្នឹងហើយត្រៀមនឹងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរដែលជាអគារពហុបំណង